បាទជាដំបូងឡើយបងប្អូនភ្ជាប់នៅលុយភ្លើងរបស់កាមេរ៉ារបស់យើងសិនដើម្បីឲ្យកាមេរ៉ារបស់យើងដំណើរការរួចរាល់សិនណារហូតដល់បងប្អូនឮសំឡេងពឹកដូចបែបនេះចាំបងប្អូនធ្វើការទាញយក app ណាបាទហើយបន្តមកទៀតបងប្អូនដោនយក app ឈ្មោះនេះណាបាទapp ឈ្មោះ Lilot ណាបាទដូចដែលខ្ញុំបានបង្ហាញនៅលើអេក្រង់នេះបាទបងប្អូនដោនយក app នឹងមកបាទបើសិនជាបងប្អូនអត់ទាន់មានទេបងប្អូនចូលទៅកាន់ Play Store ហើយវាពាក្យថា Lilot ណាបាទគឺ app មួយនេះណាបាទបងប្អូនចុចដំឡើងមកបាទត្រង់ចំណុចនេះខ្ញុំសូមខាបន្តិចបាទដើម្បីឲ្យនីតិដើរលឿនកុំឲ្យចំណាយពេលវេលាយូរណាបាទអញ្ចឹងត្រង់ចំណុចនេះបងប្អូនរងចាំបន្តិចទៅបាទនេះ app របស់យើងបានពេញហើយអញ្ចឹងបងប្អូនចុចបើកណាបាទមកដល់ទម្រង់នេះបងប្អូនមើលខាងលើសិនណាបើសិនជា location ដាក់ថាកម្ពុជាហើយគឺអូខេតែបើអត់ទេសូមបងប្អូនចុចជ្រើសរើសដើម្បីរើសពាក្យកម្ពុជាសិនណាបាទប្រទេសកម្ពុជាសិនហើយបន្តមកទៀតបងប្អូនចុច connect ណាបាទហើយមកដល់ទម្រង់នេះបើសិនជាបងប្អូនចង់ log in ជា email បងប្អូនយក sign out នេះណាបាទនេះបាទហើយបងប្អូនបំពេញ email បងប្អូនមកហើយខាងក្រោមគឺជា password ដែលបងប្អូនចង់ដាក់ណាបាទតែបើសិនជាបងប្អូនមិនចង់បំពេញជា email ទេបងប្អូនចេញមកក្រៅវិញបងប្អូនយកពាក្យ Facebook វិញណាយកទម្រង់ login ជា Facebook វិញគឺវាមានភាពងាយស្រួលជាងមិនចាំបាច់យើងបំពេញបែបបត់ច្រើនក៏ដូចជាធ្វើការផ្ញើសារ email ចុះឡើងធ្វើឲ្យបងប្អូនមានការលំបាកអញ្ចឹងបងប្អូនជាយោបល់របស់ខ្ញុំគឺបងប្អូនចូល login ជា Facebook គឺងាយស្រួលមែនតើណាបាទបងប្អូនចេញមកវិញចូល Facebook ចេះមកបាទនិយាយចេះមកបាទជ្រើសយក Facebook របស់បងប្អូនចង់ connect បាទរងចាំបន្តិចបាទនេះFacebook វា support ជាមួយនឹង app ហើយអញ្ចឹងបងប្អូនចុចបន្តទៀតទៅបាទបន្តមកគឺ login បានជោគជ័យជាមួយនឹង Facebook ហើយបងប្អូននៅពេលដល់ទម្រង់នេះបងប្អូនអូសបែបនេះមកបាទអូសរហូតដល់ផតមកបាទតមកទៀត app នឹងលោតការអនុញ្ញាតចឹងបងប្អូនចុចយកការអនុញ្ញាតខាងលើមកបាទតាមនេះបងប្អូនចុចតាមការណែនាំរហូតមកបាទ try now បាទខាងលើអូខេទៅបាទហ្នឹងហើយថតចុចណាបាទអូខេបាទអូខេហ្នឹងហើយបាទបងប្អូនដល់ចំណុចនេះបងប្អូនចុចសញ្ញាបូកណាបាទបន្តមកទៀតបងប្អូនចុច connection បាទវានេះបាទបងប្អូនយកខាងលើតទៅទៀតបងប្អូនចុចសញ្ញា scan នេះណាបាទនេះសញ្ញា scan នេះបាទតទៅបងប្អូនយកខាងលើទៀតបាទត្រង់ចំណុចនេះបងប្អូន scan យកណាបាទ scan យក QR code ដែលមាននៅលើឧបករណ៍កាមេរ៉ារបស់យើងណាបាទនេះគឺ scan រួចរាល់ហើយតទៅទៀតបងប្អូនចុចបាទ here នេះណាបាទប៊ូតុង Q នេះបាទចុចខាងលើទៅបាទត្រង់ចំណុចនេះគឺកាមេរ៉ាហើយទូរស័ព្ទរបស់យើងកំពុងតែចាប់ដើម្បីឲ្យ support ជាមួយនឹង Wi-Fi ក្នុងផ្ទះរបស់យើងហើយអញ្ចឹងបងប្អូនមើលណាបើសិនជា Wi-Fi នឹងត្រឹមត្រូវបងប្អូនវាយតែ password Wi-Fi របស់យើងចូលទៅគឺរួចរាល់ណាតែបើសិនជាមិនទាន់ត្រឹមត្រូវទេបងប្អូនselectយក Wi-Fi ដែលត្រឹមត្រូវហើយចាំវាយ password ចូលណាបាទតទៅទៀតបងប្អូនចុចnext មកបាទបន្ទាប់ពីចេញ QR code បែបនេះបងប្អូនយក QR code នៃកាមេរ៉ាទូរស័ព្ទរបស់យើងនេះយកទៅ scan ជាមួយនឹងកាមេរ៉ា Wi-Fi ណាបាទបងប្អូនធ្វើបែបនេះមកបាទទាញបាទឡើងទៅចុះក្រោមទៅចុះក្រោមទៀតមកជាមួយនឹងកាមេរ៉ារបស់យើងកាមេរ៉ា Wi-Fi របស់យើងបាទបន្ទាប់ពីបងប្អូនឮសំឡេងណាតែ connect បាទ sexy ហើយបន្ទាប់ពីជោគជ័យហើយបងប្អូនចុចសញ្ញាគ្រីសបាទចុចសញ្ញាគ្រីសហើយបងប្អូនចុច next ណាបាទចុចនៅលើទូរស័ព្ទរបស់យើងនេះគឺចុចសញ្ញាគ្រីសនៃ policy ហើយបងប្អូនយក next ហើយបងប្អូនរងចាំបាទកាមេរ៉ាបាទ app ហើយនឹងកាមេរ៉ា Wi-Fi វា support គ្នាសិនណាបាទនេះជោគជ័យហើយបាទនេះចាត់ទុកថាជំហានចិត្តបានចប់ហើយមកពេលដល់ទម្រង់បែបនេះបងប្អូនគ្រាន់តែបំពេញឈ្មោះណាបាទ
ឈ្មោះកាមេរ៉ាបងប្អូនដែលបងប្អូនចង់ដាក់ឧទាហរណ៍ថាមានមួយគ្រាប់ពីរគ្រាប់អញ្ចឹងបងប្អូនចង់ដាក់កាមេរ៉ាទី1ទី2ឬក៏កាមេរ៉ាក្នុងផ្ទះក្រៅផ្ទះឬក៏ចំហៀងអីចឹងណាបាទអញ្ចឹងបងប្អូនមកពេញឈ្មោះមកបាទនេះខ្ញុំគ្រាន់តែឧទាហរណ៍ជូនទេបងប្អូនចង់ដាក់ឈ្មោះក៏បានបាទហើយបន្តមកទៀតបងប្អូនដកគ្រីសនេះចោលណាគ្រីសពណ៌ក្រហមនេះគឺការបង់លុយលើសេវាកម្មនេះបងប្អូនដកចោលទៅព្រោះយើងត្រូវបង់លុយលើសេវាកម្មទេព្រោះយើងបានភ្ជាប់ Wi-Fi ហើយណាបាទបងប្អូនចុចផ្ដាច់ចោលចេះមកបន្តទៅបងប្អូនចុចសញ្ញា Q នេះណាបាទនៅពេលដែលចូលដល់ទម្រង់នេះជាទូទៅគឺកាមេរ៉ាគឺបង្ហាញនៅលើអេក្រង់នេះតែបើអត់ទេបងប្អូនមើលខាងលើនេះណាបាទចុចលើពាក្យថាកាមេរ៉ានេះគឺនឹងលោតមកណាបាទនឹងលោតកាមេរ៉ារបស់យើងមកហើយបាទនេះគឺត្រង់ចំណុចនេះណាខ្ញុំសូមបញ្ជាក់ម្ដងទៀតបាទអត់មានឃើញកាមេរ៉ាលោតទេបងប្អូនចុចនៅអក្សរកាមេរ៉ានេះណាបាទអញ្ចឹងកាមេរ៉ានឹងបង្ហាញមកបាទនេះបាទអញ្ចឹងបងប្អូនអាចចូលដើម្បីមើលបាទនេះបានន័យថាបានជោគជ័យ 100% ហើយចាំបងប្អូនអាចប្រើប្រាស់បានហើយបាទអរគុណច្រើនណាបាទដើម្បីកុំឲ្យនីតិដើមវិញពេកខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះណាបាទ